គ្នាចឹងយើងវិលមកជួបគ្នាសាជាថ្មីទៀតជាមួយនឹងការធ្វើវីដេអូបង្ហាញពីកម្រងសំណួរចម្លើយដែលជាវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិបាទគឺបងប្អូនថ្នាក់ទី9លើមុខវិជ្ជាភូមិវិទ្យាបាទសំទោសមិនភូមិវិទ្យាទេគឺមុខវិជ្ជាប្រវត្តិវិទ្យាខ្ញុំធ្វើផ្ដើមទីមកគឺខ្ញុំសរសេរខុសតាមពិតមុខវិជ្ជានេះគឺមុខវិជ្ជាប្រវត្តិវិទ្យាទេបងប្អូនអធិស្ឋានផងបាទហើយសង្ឃឹមថាបងប្អូននឹងជួយចុច Subscribe Channel ខ្ញុំអ្នកមួយផងបាទចាំមុខវិជ្ជានេះគឺខ្ញុំដាក់ក្បាលលើខ្ញុំដាក់ថាភូមិវិទ្យាតែតាមពិតមុខវិជ្ជានេះគឺជាមុខវិជ្ជាប្រវត្តិវិទ្យាទេអធិស្ឋានផងគឺមានការខុសឆ្គងតាំងពីវីដេអូទី1មកបាទតោះចឹងយើងមកមើលវីដេអូជាបន្តទៀតតើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុកើតឡើងនៅថ្ងៃខែឆ្នាំណាបាននាំបំណែកអ្វីខ្លះដល់សម្រាប់កម្ពុជាបាទឬថាបាននាំនៅផលវិបាកអ្វីខ្លះដល់កម្ពុជាយើងបាទអញ្ចឹងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុគឺធ្វើឡើងនៅថ្ងៃទី18មីនាឆ្នាំ1970រដ្ឋប្រហារនេះពុំបាននាំឲ្យប្រទេសកម្ពុជាទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើនទេបាទមានតែនាំមកនៅសង្គ្រាមស៊ីវិលបាត់បង់និងខូចខាតនឹងវិនាសកម្មដូចជាទីមួយខាងផ្នែកសង្គមគឺបែកបាក់សាមគ្គីជាតិបាតកម្មបាទក្នុងនិងបាតកម្មឬក៏ដែលបាតកម្មក្នុងនិងឬក៏តកបកម្មដែលបង្កឡើងដោយបង្កឲ្យមានការប្រកួតប្រជែងអាណាធិបតេយ្យបាទទូទាំងប្រទេសចឹងនេះគឺនាំឲ្យមានបាតកម្មបាទមានបាតកម្មមានកបកម្មដែលនាំឲ្យមានការប្រកួតប្រជែងភាពអាណាធិបតេយ្យទូទាំងប្រទេសបាទប្រជាជនរងទុក្ខវេទនាព្រាត់ប្រាសគ្រួសារផ្ទះសម្បែងនិងរងគ្រោះថ្នាក់ប្រជាជនភ័យខ្លាចបាទរស់នៅដោយភ័យខ្លាចមហន្តរាយនិងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់សឹកសង្គ្រាមការទម្លាក់ក្បាច់ពីសហរដ្ឋអាមេរិកបាទប្រជាជនមួយចំនួនរត់ចូលព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុហើយខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញរស់នៅដោយខ្វះអាហារឬបាត់បង់ការងារចំណុចមួយទៀតនោះគឺខាងផ្នែកសេដ្ឋកិច្ចបាទអញ្ចឹងទម្លាក់នរោត្តមសីហនុនេះតើមានបញ្ហាសេដ្ឋកិច្ចយ៉ាងម៉េចខ្លះបាទអញ្ចឹងរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងគំហុកដោយដីស្រែចម្ការទំនេរទុកចោលទិន្នផលធ្លាក់ចុះរោងចក្រសហគ្រាសត្រូវបិទទ្វារទំនិញឡើងថ្លៃអតិផរណាតែម្ដងបាទមួយទៀតគឺផ្នែកខាងកិច្ចការនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះនិងកិត្តិយសលើឆាកអន្តរជាតិអស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំបាទអ្នកដឹកនាំចឹងយើងចូលដល់ចំណុចមួយទៀតគឺសំណួរទី19ចូលសរសេរពីសមរភូមិបាទសមរភូមិសមិទ្ធផលបាទសមិទ្ធផលរបស់ខ្មែរក្រហមយ៉ាងតិចឲ្យបាន5បាទសមិទ្ធផលគឺគាត់សរសេរខកបន្តិចដែរណាបាទសមិទ្ធផលសមិទ្ធផលរបស់ខ្មែរក្រហមបានយ៉ាងតិច5តោះចឹងមកមើលទាំងអស់គ្នាចឹងរបស់ខ្មែរក្រហមទី1គឺគាត់បានបង្កើតសមិទ្ធផលជាច្រើនរបស់គាត់ដល់ផងដែរដូចជាការកសាងប្រព័ន្ធធារាសាស្ត្របាទទី2គឺលុបបំបាត់អនក្ខរភាពបាទអនក្ខរភាពមួយទៀតគឺពង្រីកផ្ទៃដីដាំដុះស្រូវបាទហើយមួយទៀតគឺបង្កើតជាសហករណ៍និងចុងក្រោយនេះគឺកសាងផ្លូវថ្នល់និងស្ពានចឹងយើងដឹងហើយថាសម័យខ្មែរក្រហមគឺកសាងអ្វីៗគឺមានគុណភាពណាស់ជាប់បានល្អបាទមកមើលសំណួរទី20គេសួរថាហេតុអ្វីបានជាគេចាត់ទុកថាសម្ដេចសីហនុនិងសម្ដេចហ៊ុនសែនជាបិតាសន្តិភាពរបស់កម្ពុជាបាទតោះចឹងយើងមកមើលចម្លើយទាំងអស់គ្នាបានជាគេចាត់ទុកថាសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនជាបិតាសន្តិភាពរបស់កម្ពុជាព្រោះទី1គឺសម្ដេចនរោត្តមសីហនុបាទជាអ្នកផ្ដួចផ្ដើមឲ្យមានការចរចារកសន្តិភាពជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់បាទជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991បាទជាអ្នកបង្រួបបង្រួមជាតិជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ដែលកើតឡើងចេញពីការដណ្ដើមអធិបតេយ្យគ្នារវាងគណបកហ៊ុនស៊ិនប៉ិចនិងគណបកប្រជាជនកម្ពុជាបង្កើតបានជារដ្ឋាភិបាលចម្រុះមួយបាទជាអ្នកផ្សះផ្សារាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ1998ដល់ឆ្នាំ2003ចឹងយើងមកមើលសម្ដេចហ៊ុនសែនយើងម្ដងបាទ
គាត់គឺជាបិតាសន្តិភាពដ៏ឆ្នើមបំផុតសម្រាប់ប្រទេសកម្ពុជាយើងដែលកូនខ្មែរនឹងចងចាំសម្ដេចបាទនៅក្នុងចិត្តគ្រប់គ្នាទីមួយដោយសារសម្ដេចជាអ្នកផ្ដួចផ្ដើមឲ្យមានការចរចារកសន្តិភាពបាទជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិភាពទីក្រុងប៉ារីស23តុលាឆ្នាំ1991បាទជាអ្នកធានាអះអាងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី23ដល់ថ្ងៃទី28ឧសភាឆ្នាំ1993បាទជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ93ឆ្នាំ98 2003និង2008រហូតដល់ឆ្នាំ2013បាទនិងជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាដោយអនុវត្តនយោបាយឈ្នះឈ្នះយុទ្ធសាស្ត្រឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឲ្យចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ1998នាំមកនូវសន្តិភាពបាទសន្តិភាពវុបនីយកម្មនៅកម្ពុជាបាទនេះគឺជារហស្សនាមមួយដែលបងប្អូនខ្មែរយើងចាំទុកក្នុងចិត្តថាគាត់គឺជាបិតាសន្តិភាពសម្រាប់កម្ពុជាយើងបាទតោះចឹងយើងចូលដល់ទី21តារណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃខែឆ្នាំណាសមាជិកដំបូងមានប៉ុន្មានហើយចូលរៀបរាប់ចឹងរណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងក្នុងគោលបំណងផ្ដួលរលំរបបប្រឡាយពូជសាសន៍ឬរបបខ្មែរក្រហមឬក៏របបប៉ុលពតបាទនៅលើទឹកដីកម្ពុជាចន្លោះឆ្នាំ1975ដល់1979បាទចរណសេរនេះមានសមាជិកដំបូងចំនួន3នាក់ធំបាទទី1គឺសម្ដេចអគ្គមហាពញាចក្រីហេងសំរិនសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទអញ្ចឹងសំណួរចម្លើយតាក់ទងជាមួយនឹងកម្រងសំណួរចម្លើយតាក់ទងជាមួយនឹងមុខវិជ្ជាប្រវត្តិវិទ្យាថ្នាក់ទី9នេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះអញ្ចឹងនៅជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន